កាពីដើមនៅមាត់ទន្លេដល់ពេលហើយវាបាក់ច្រាំងទន្លេទៅក៏ចេះតែមកនន់គ្នាមកវែកក្រកន្លែងនៅទៅណាសុំគេធានភូមិសុំអីចឹងសុំនៅទៅគាត់មិនអនុញ្ញាតជាសេរីអីទេតែដោយថាការយោគយល់របស់ពីញ៉ៃចឹងមែនប៉ុន្តែសុវត្ថិភាពក៏វាសុវត្ថិភាពដែរដោយថាវាមិនមានចោលមានអីចឹងណាផ្ទះម្ដុំនេះគឺសិតតែទុករបស់នៅក្រៅផ្ទះហ្នឹងមិនអីទេអ្នកផ្សេងចម្លែកដូចអត់មានទេមានតែយើងអ្នកដែលនៅបន្តគ្នាមានកូនមានចៅក្មេងជំនាន់ក្រោយគាត់ធំមកទេ